នេះគឺជាខ្លងទ្វារផ្នែកខាងកើតនៃប្រាសាទបន្ទាយក្តីបាទខ្លងទ្វារហ្នឹងគឺថាវានៅស្អាតជាងតួប្រាសាទមានសភាពបាក់បែកច្រើនមែនទែនបាទហើយថ្ងៃនេះដែរខ្ញុំនាំគ្រូសាមកលេងប្រាសាទបន្ទាយក្តីហើយថតជាវីដេអូដើម្បីចែកជូនបងប្អូនទស្សនាហើយនេះជាប្រភេទជារូបអប្សរានៅតាមជាងប្រាសាទហើយប្រាសាទនេះគឺមានការទ្រុឌទ្រោមមែនទែនមិនដឹងថាពីសម័យណាមកទេហើយអត់ទាន់ឃើញមានការជួសជុលណាមួយកើតឡើងទេដោយសារខ្ញុំឃើញបងប្អូនអាជ្ញាធរអប្សរាយើងកំពុងតែជួសជុលតាមប្រាសាទនានាដូចជាប្រាសាទតាព្រំប្រាសាទបយ័នហើយនិងប្រាសាទអង្គរវត្តគាត់ចាប់ផ្ដើមជួសជុលប៉ុន្តែប្រាសាទបន្ទាយក្តីនេះនៅឡើយទេអត់ទាន់ឃើញមានការជួសជុលទេឃើញមានតែចងរឹតប្រភេទកពូលប្រាសាទដែលមានការប្រេះស្រាំអញ្ចឹងគឺមិនទាន់ជួសជុលនៅឡើយទេហើយនេះជាផ្នែកខាងកើតនៃប្រាសាទបន្ទាយក្តីបាទឃើញមានរូបចម្លាក់អប្សរាច្រើនហើយខ្ញុំចាប់អារម្មណ៍ជាងគេគឺប្រភេទតសបាទប្រភេទតសនេះគឺមានក្បាច់ទូចរៀងមិនសូវផុសហ្មងទេហើយក្បាច់ហ្នឹងខ្ញុំអត់ដឹងថាក្បាច់អីដែរខ្ញុំបានស្រាវជ្រាវមើលថាក្បាច់ផ្កាប្រភេទក្បាច់ផ្កាឬក៏ប្រភេទក្បាច់អីអញ្ចឹងណាហើយតាមតសម្ដងគឺស្ញេះទៅដោយក្បាច់អស់នឹងឯងនេះតាមខ្ញុំចោលដៃមើលអញ្ចឹងណាមើលនេះស្រាប់តែក្បាច់ទាំងអស់ច្បាស់ជុំវិញរូបនឹងខាងក្រោមក៏ក្បាច់ដែរក្បាច់ដូចកង់បើតាមខ្ញុំសន្និដ្ឋានដូចផ្កាប្រភេទផ្កាផ្កាត្រៀលហើយប្រភេទក្បាច់នេះខ្ញុំមិនដឹងថាក្បាច់អីដែរគាត់ឆ្លាក់ហើយប្រាសាទនេះក៏មិនដឹងថាឧទ្ទិសទៅលើប្របាទអង្គណាឬក៏ទេវកថាណាមួយខ្ញុំអត់សូវយល់ដែរតែឃើញថាស្អាតហើយរចនាបថនៃផ្នែកខាងក្រោយនៃតួប្រាសាទគឺមានគេហៅថាប្រភេទចម្រឹងប្អួចហើយនឹងតសពេជ្រតសអីមាននៅតិចតួចដោយសារប្រាសាទនេះគឺទ្រុឌទ្រោមមែនទែនមិនដឹងថាខាងអាជ្ញាធរអប្សរាគាត់ជួសជុលនៅពេលណាទេហើយខ្ញុំទៅនឹងប្រហែលជាម៉ោង4ជាងអញ្ចឹងទេសភាពវានៅមិនទាន់លងឹតនៅឡើយទេហើយឃើញពីទេសចរមួយគាត់នៅដើរលេងនៅឡើយទេគាត់ទាន់សម្រាប់ហើយក្នុងក្បាច់សសរម្ដងនេះគឺនៅក្បាច់ផុសស្អាតមែនទែនបាទនេះក្បាច់ស្អាតមែនទែនក្បាច់នេះវាអាចមានច្រោះដោយសារភ្លៀងឬក៏ដោយសារអីមួយវាដោះស្លឹមដោះផ្កាអំបិលមកបន្តិចបន្តួចអញ្ចឹងណាហើយនេះអាដែលខ្ញុំថាផ្កាដូចផ្កាត្រៀលតសមិញនឹងឯងដូចផ្កាត្រៀលវាមានសភាពខ្ញុំនិយាយទៅខ្លាចលោថាមិនត្រូវតែខ្ញុំគិតថាវាដូចផ្កាត្រៀលនឹងឯងហើយនេះកំពូលប្រាសាទគឺមានការហ៊ុំព័ទ្ធដោយដែកគេខ្លាចអារម្មណ៍ប៉ះអ្នកទស្សនាអញ្ចឹងណាហើយប្រាសាទនេះដែរខ្ញុំឃើញពេលដែលដើរទៅតួប្រាសាទធំឃើញនៅខាងឆ្វេងខាងស្ដាំដៃហ្នឹងឃើញយើងឃើញដូចជាស្រះទឹកតែតាមពិតអាចមិនមែនស្រះឬក៏កន្លែងស្តុកទឹកភ្លៀងពេលដែលវាហូរមកច្រើនវាអាចស្តុកកន្លែងហ្នឹងសិនមកបដោះទៅក្រៅហើយតួប្រាសាទនេះដែរយើងដើរចូលទៅក្នុងទៅនេះវាមានកន្លែងនេះមួយខ្ញុំអត់ស្គាល់កន្លែងអីដែរតែខាងលើហ្នឹងពោពេញទៅដោយសត្វបជាវបាទហើយវាជុះអាចពេញទៅនឹងនេះទេសចរគាត់ពួកបរទេសគាត់មកមើលប្រាសាទហ្នឹងហើយផ្នែកខាងក្នុងហ្នឹងគឺមានព្រះអង្គមួយអង្គដែលនៅស្អាតហើយខ្ញុំចាប់អារម្មណ៍មែនទែនទៅលើដើមឈើនេះប្រហែលជាដើមស្ពង់ដើមឈើនេះខ្ពស់មែនទែនពេលដែលខ្ញុំកើតមកដឹងក្តីមកគឺឃើញដើមឈើហ្នឹងតែម្ដងខ្ញុំធ្លាប់បានមកលេងទូចតែកាលនោះវាមិនទាន់ធំដល់ថ្នាក់ហ្នឹងទេតែឥឡូវធំមែនទែនតែម្ដងអត់ខាងអាជ្ញាធរអប្សរាគាត់អត់កាប់ឬក៏គាត់ទុកជាជាដើមឈើមួយសម្រាប់ថត selfie អញ្ចឹងណាឬក៏ផ្ដល់អត្តសញ្ញាណឲ្យប្រាសាទនឹងអញ្ចឹងណាឲ្យតែឃើញដើមឈើហ្នឹងដឹងតែប្រាសាទអីអញ្ចឹងណាអានឹងយើងមិនដឹងទេតែគាត់ថាយើងឃើញដើមឈើហ្នឹងវាយូរហើយតាំងពីខ្ញុំដឹងក្តីមកនេះមើលឬវាចាក់ចុះចូលតួប្រាសាទហ្នឹងហ្មងហើយខាងលើនឹងមានឃ្មុំមកកងខាងលើខ្ញុំអត់ទៅហើយសត្វសេកយំឆ្វេងឆ្វាយល្ងាចឡើងសេកច្រើនតែម្ដុំហ្នឹងគឺសបោដើមឈើហើយភៀវមួយក្រុមហ្នឹងទាំងប្រសង់ហ្នឹងគឺតាមខ្ញុំស្ដាប់ភាសារបស់គាត់ទៅគឺពួកគាត់គឺខ្មែរកម្ពុជាក្រោមគាត់ដើរមើលបណ្ដាគាត់និយាយគ្នាគាត់បណ្ដាពីប្រាសាទហ្នឹងគាត់ហាក់ប្រហែលជាយល់ដឹងជាងខ្ញុំភាសាខ្ញុំសូវយល់ដឹងអញ្ចឹងណាខ្ញុំបានថតចែកជូនបងប្អូនទស្សនាហើយនេះរូបចម្លាក់ចម្បាំងនេះគឺផុសស្អាតជាងគេខ្ញុំមើលទៅឃើញផុសស្អាតជាងគេអានេះមើលអត់សូវយល់ដោយសារវាមានប្រភេទ slide ដោះកាន់លើវាអញ្ចឹងណាតែតាមពិតអានឹងស្អាតមើលផ្ទាល់បានដឹងថាស្អាតជាងគេហ្មង
ហើយនេះក្បាច់នៅស្អាតមែនទែនតែអាណិតទទួលប្រាសាទវាបាក់បែកច្រើនពេកបាក់បែកច្រើនដឹងថាថ្ងៃទៅមុខគេជួសជុលកើតឬក៏អត់ទេតែខ្ញុំជឿជាក់លើខាងអាជ្ញាធរអប្សរាគាត់នឹងអាចជួសជុលកើតព្រោះប្រាសាទនៅកណ្ដាលស្រះស្រង់ប្រាសាទនឹងបាត់យូរហើយតែពេលខ្ញុំកានមកដែរឃើញទេ3-4 ឆ្នាំមុនគាត់ចាប់ដើមជួសជុលមកវិញចេញរៀងប្រាសាទស្អាតមកវិញខ្ញុំទៅសើពួកគាត់មែនទែនហើយនេះទៅសមកដើមនេះនៅក្បាច់ស្អាតណាក្បាច់ភ្ញីប្រភេទភ្ញីហើយបងប្អូនដែលដើរលេងទៅប្រាសាទប្រទាក្តីហ្នឹងណាពេលដែលរដូវភ្លៀងដែលមានខ្យល់មានមេឃខ្មៅអីបងប្អូនអាចរួនចេញមកវិញបានល្អព្រោះនៅក្បែរហ្នឹងគឺមានដើមឈើធំច្រើនហើយខ្ញុំចាប់អារម្មណ៍នឹងនេះរួនប្រហោទឹកនេះមួយទៀតផ្នែកខាងត្បូងប្រាសាទជ្រុងខាងត្បូងប្រាសាទមានរួនប្រហោទឹកចេញហើយអញ្ចឹងនេះគឺចម្លាក់រូបព្រះនាងឥន្ទ្រទេវីនៅស្អាតដែរស្អាតគួរសមហើយនៅក្បែរប្រាសាទនោះគឺមានដើមឈើធំមែនទែនអញ្ចឹងបងប្អូនដែលទៅលេងនៅប្រាសាទណាក៏ដោយក៏មានដើមឈើនៅក្បែរនឹងដែរអញ្ចឹងបើសិនជាមានមេឃខ្មៅខ្យល់ភ្លៀងអីបងប្អូនអាចរុះរាន់ចេញហើយទៅជៀសវាងបាក់ដើមឈើសកត់ឬក៏មានគ្រោះថ្នាក់ក្នុងប្រការណាមួយហើយដើមជាទៀនខ្ពស់មែនទែនខ្ញុំមើលទៅតាមការប៉ាន់ស្មានរបស់ខ្ញុំអាចកម្ពស់ប្រហែលជា80 ម៉ែត្របន្ទាប់ពីថតបានមកសន្ទុះទៅកូនខ្ញុំក៏ថាប៉ាហេវចង់ញ៉ាំអីនៅផ្លោះ60ចឹងក៏យើងក៏ចាប់ផ្ដើមចាញ់ទៅហើយខ្ញុំក៏ចាប់អារម្មណ៍នៅខ្លោងទ្វារនៅច្រកចាញ់ខាងកើតខ្ញុំចាប់អារម្មណ៍លើគ្រុឌមួយដែលនៅជាប់នៅខ្លោងទ្វារហ្នឹងគឺនៅសភាពនៅធាតុដើមប្រហែលជា 70% យើងមើលយល់រូបគ្រុឌឥឡូវនេះខ្ញុំបានធ្វើដំណើរចេញទៅវិញហើយទៅរកអីញ៉ាំព្រោះកូនខ្ញុំឥឡូវហ្នឹងទីរបស់ញ៉ាំរហូតថាហេវណាប៉ាតនេបងប្អូនយើងមកលេងនៅខេត្តសៀមរាបផងអរគុណបាយបាយ